សូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់នេះជាអត្ថបទនិយាយអំពីអត្ថប្រយោជន៍ផ្លែស្រកានាគនិងការពារពីជំងឺផ្សេងៗថាអាចជួយសុខភាពបានដល់កម្រិតណាផ្លែស្រកានាគ Dragon Fruit មិនត្រឹមតែមានរូបរាងប្លែកនិងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាកំពូលផ្លែឈើគឺ Superfood ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សុខភាពនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនមុខខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចម្បងរបស់ផ្លែស្រកានាគនិងសមត្ថភាពក្នុងការការពារជំងឺ 1. សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ផ្លែស្រកានាគមានកាឡូរីទាបប៉ុន្តែសម្បូរទៅដោយវីតាមីននិងជាតិរ៉ែចាំបាច់សម្រាប់រាងកាយដូចជាវីតាមីន C ពង្រឹងភាពស៊ាំនិងថែរក្សាស្បែកជាតិសរសៃ Fiber ជំនួយដល់ការរំលាយអាហារជាតិដែកការពារជំងឺស្លេកស្លាំងនិងបង្កើនថាមពលម៉ាញ៉េស្យូមជំនួយដល់មុខងារសាច់ដុំខួរក្បាលនិងឆ្អឹងសារធាតុប្រឆាំងអុកស៊ីតកម្ម Antioxidants ដូចជា Betalains, Flavonoids, Carotenoids 2. អត្ថប្រយោជន៍ចំពោះសុខភាពនិងការការពារជំងឺពង្រឹងប្រព័ន្ធភាពស៊ាំ Immune System វីតាមីន C និង Carotenoids ខ្ពស់នៅក្នុងផ្លែស្រកានាគជួយបង្កើនផលិតកម្មកោសិកាឈាមដែលមានតួនាទីប្រយុទ្ធប្រឆាំងនឹងមេរោគបាក់តេរីនិងការពាររាងកាយពីការឆ្លងជំងឺផ្សេងដូចជាផ្ដាសាយជាដើមការពារនិងគ្រប់គ្រងជំងឺទឹកនោមផ្អែម Diabetes ការស្រាវជ្រាវបង្ហាញថាផ្លែស្រកានាគអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមជាពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី2វាជួយជំរុញការលូតលាស់នៃកោសិកាលំពែងដែលផលិតអាំងស៊ុយលីននិងជាតិសរសៃរបស់វាជួយបន្ថយការស្រូបយកជាតិស្ករល្អសម្រាប់សុខភាពបេះដូងនិងកាត់បន្ថយកូលេស្តេរ៉ុលវាជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL និងបង្កើនកូលេស្តេរ៉ុលល្អ HDLគ្រាប់តូចពណ៌ខ្មៅនៅក្នុងសាច់ស្វាយសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា3និងអូមេហ្គា9ដែលល្អបំផុតសម្រាប់សុខភាពសរសៃឈាមបេះដូងនិងកាត់បន្ថយហានិភ័យនៃជំងឺកង់បេះដូងឬដាច់សរសៃឈាមខួរក្បាលការពារជំងឺមហារីក Cancer សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដូចជាវីតាមីន C និង Betalains ជួយបន្សាបរ៉ាឌីកាល់សេរី Free Radicals នៅក្នុងរាងកាយដែលជាមូលហេតុចម្បងបង្កឲ្យមានការខូចខាតកោសិកានិងនាំឲ្យកើតជំងឺមហារីកជំនួយប្រព័ន្ធរំលាយអាហារនិងដោះស្រាយបញ្ហាទល់លាមកជាតិសរសៃដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងផ្លែស្រកានាគជួយសម្រួលដល់ចលនាពោះវៀនការពារការទល់លាមកនិងជួយលាងសម្អាតជាតិពុលក្នុងប្រព័ន្ធរំលាយអាហារលើសពីនេះវាមានផ្ទុក Prebiotics ដែលជាអាហារសម្រាប់បាក់តេរីល្អក្នុងពោះវៀនជួយឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អថែរក្សាស្បែកឲ្យភ្លឺថ្លានិងប្រឆាំងភាពចាស់វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយស្នាមជ្រីវជ្រួញព្យាបាលមុនការពារស្បែកពីការខូចខាតដោយសារកម្ដៅថ្ងៃនិងធ្វើឲ្យស្បែកមានសំណើមភ្លឺថ្លានិងក្មេងជាងវ័យជំនួយដល់ការសម្រកទម្ងន់ដោយសារវាមានកាឡូរីទាបជាតិទឹកខ្ពស់និងជាតិសរសៃច្រើនវាធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរកាត់បន្ថយចំណង់អាហារដូច្នេះវាគឺជាផ្លែឈើដ៏ល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់ជំនួយឆ្អឹងធ្មេញនិងភ្នែកម៉ាញ៉េស្យូមនិងកាល់ស្យូមជួយឲ្យឆ្អឹងនិងធ្មេញរឹងមាំការពារជំងឺពុកឆ្អឹងវាក៏មានផ្ទុកវីតាមីន A ដែលចាំបាច់សម្រាប់ការថែរក្សាកំហើញភ្នែកឲ្យច្បាស់ល្អការពារជំងឺរលាករ៉ាំរ៉ៃលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់វាអាចជួយកាត់បន្ថយការឈឺចាប់និងការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយដូចជាជំងឺរលាកសន្លាក់ឆ្អឹងជាដើម